អូនស្រីក៏ខមមិនថាដោយសារតែបាត់តំណែងប្តីមក2 ខែអញ្ចឹងគាត់ក៏ទទួលអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃនៅក្នុងតំណែងជីវិតគូមួយហ្នឹងគាត់ក៏ដឹកដៃកូនចោះចេញមកហើយខាងប្រុសហ្នឹងអត់ព្រមផ្តិតមេដៃឲ្យគាត់ទេអញ្ចឹងករណីនេះកូនស្រីមិនបាច់បារម្ភទេតែគ្រាន់តែថារាល់ពេលដែលចោះចេញគឺយើងត្រូវកុំទ្រាំជាមួយនឹងការលំបាកកុំទ្រាំជាមួយជីវិតគូដែលយើងមានតែសម្ពាធផ្លូវចិត្តកុំទ្រាំជាមួយជីវិតគូដែលយើងទទួលអារម្មណ៍ថាយើងរងសម្ពាធតែម្នាក់ឯងយើងជាអ្នករកដំណោះស្រាយតែម្នាក់ឯងរាល់ពេលមានបញ្ហាតែគេតែងតែគេចវេះយករួចខ្លួនបានរហូតកុំព្យាយាមនៅជាមួយមនុស្សប្រុសដែលគ្មានទំនួលខុសត្រូវបែបហ្នឹងអញ្ចឹងអូនត្រូវតែចាក់ចេញតែមុនពេលដែលអូនចាក់ចេញគឺអូនត្រូវត្រៀមរៀបក្បួនរួចជាស្រេចដូចជាទៅប្តឹងអាជ្ញាធរសមត្ថកិច្ចជូនដំណឹងថាយើងត្រូវចោះចេញពីផ្ទះហ្នឹងហើយដោយសារយើងនៅមួយគេអត់ចោះសម្រងទេគេអត់ឲ្យលុយកូនគេអត់និយាយរយើងបាត់តំណឹងមួយថ្ងៃយើងសួរនាំក៏អត់មានតំណឹងអីទាំងអស់ហើយព្យាយាមបករឿងពីមួយរឿងទៅមួយរឿងអញ្ចឹងធ្វើឲ្យយើងទ្រាំរស់នៅទៀតអត់បានទេអញ្ចឹងស្នើសុំអាជ្ញាធរសមត្ថកិច្ចទទួលដឹងឮថាយើងសូមចុះចេញពីផ្ទះពីថ្ងៃហ្នឹងតទៅហើយគេត្រូវមានកាតព្វកិច្ចនៅក្នុងការបង់អាហារកិច្ចចិញ្ចឹមកូនហើយបើសិនជាអត់ទេរឿងហ្នឹងវាធំខ្លាំងអាហ្នឹងអូនអាចស្នើអាជ្ញាធរបញ្ជូនសំណុំរឿងបន្តទៅកាន់ប្រព័ន្ធតុលាការដើម្បីដោះស្រាយគ្នានៅចំពោះមុខផ្លូវច្បាប់បងទៅព្រោះមនុស្សប្រុសមានតែសិវ័យឬគ្មានតែសិវ័យក៏ដោយគឺចាំបាច់ត្រូវតែមានកាតព្វកិច្ចបង់អាហារកិច្ចចិញ្ចឹមកូនរហូតដល់កូនអាយុ18 ឆ្នាំពេញបរិបូរណ៍ហើយចំពោះយើងជាមនុស្សស្រីបើអត់មានតាសិវលទេយើងអាចមានគូមានអីទៀតធម្មតាយើងក៏អត់អាចទៅប្តឹងគេពីបទផិតបទសហាយស្មន់នេះដែរតែយើងអាចប្តឹងគេពីបទអត់ទាផ្ដល់អាហារកិច្ចចិញ្ចឹមកូនអីចឹងទៅណាចាព្រោះបន្ទុកស្រុកខ្មែរគឺគួរតែដាក់បន្ទុកទៅកាន់មនុស្សប្រុសដែលមានកូនហើយមិនមានទំនួលខុសត្រូវដូចជាពេលតេស្តការងារសួរតែអ្នកនឹងលែងលះមានបងអាហារកិច្ចចិញ្ចឹមកូនអត់បើអត់មានបងអាហារកិច្ចចិញ្ចឹមកូនទេឲ្យធ្វើកិច្ចសន្យាផ្ទេរប្រាក់ខែខ្លះទៅឲ្យខាងកូនប្រពន្ធបើអត់ទេគឺយើងអត់ទទួលធ្វើការយើងព្យាយាមដាក់កំហិតទៅលើមនុស្សប្រុសចឹងទៅធ្វើឲ្យមនុស្សប្រុសស្រុកខ្មែរលែងបុកឲ្យរត់លែងមានប្រពន្ធហើយមានកូនហើយអត់មានលុយផ្គត់ផ្គង់ប្រពន្ធកូនទេតែតែមានលុយផ្គត់ផ្គង់ស្រីក្រោយឲ្យរស់នៅស្លុកស្ដំអីចឹងទៅជួនកាលនៅ6ប្រពន្ធខំស៊ីអត់ស៊ីឃ្លានចង់អីហីអត់ដែរហ៊ានចាយអីផ្ដេសផ្ដាស់ហេស្រាប់ដល់ពេលប្តីឯនោះវិញមានលុយតែចិញ្ចឹមស្រីស៊ីរបស់ឆ្ងាញ់អីចឹងទៅឲ្យស្រីហ្នឹងមកឌឺប្រពន្ធដើមវិញទៀតចឹងក្នុងនាមជាប្រទេសដែលយើងមានច្បាប់ចង់កម្ចាត់មនុស្សខូចតើតែយកច្បាប់មកជាន់ពីលើមនុស្សខូចធ្វើម៉េចក៏ដោយឲ្យមនុស្សខូចរៀងចាលហើយសម្រាប់ចិត្តឲ្យច្បាស់មុនពេលចូលនឹមឈ្មោះថារៀបការជាប្តីជាប្រពន្ធកុំឲ្យមនុស្សប្រុសខូចពេកបងប្អូនផ្ញើសារៈព្រានបងចា ABC មួយផងបងប្អូននេះមកពីខាងពលានយន្តហោះពោចតុងចាស់របស់យើងវិញណាគឺសាលានៅខាងស្ដាប់ដៃនេះហ្មងមានរូបលោកគ្រូចាធំអញ្ចឹងបងប្អូនប្រិមត្តនេះស្ដាប់ចាហើយចំណែកបើអ្នកមកពីខាង2004គឺនៅខាងឆ្វេងដៃហើយបើប្រិមត្តមកពីខាងផ្សារ Century វិញគឺបាត់មកទៅត្រង់តិចហើយបាត់បត់ត្រឡប់មកវិញអញ្ចឹងមកកាន់សាលាបរិមាក់បងចា ABC ហើយមកទីនេះគឺយើងមានលក់នៅក្រុមមុខផលិតផលសុខភាពគឺយើងមានភេសជ្ជៈសុខភាពរបស់ ABC ហើយយើងមាននៅចា Fiber អ្នកដែលទល់លាមករៀនលាមកអាចញ៉ាំ Fiber អ្នកដែលចង់ការពារពីមហារីកពុកឆ្អឹងស្ពុតឆ្អឹងដុំគីដុំខាញ់ដុំសាច់ញ៉ាំ Sesame Egg និយាយទៅនៅសាលាបរិមាក់បងចា ABC គឺមានលក់គ្រប់មុខផលិតផលតែម្ដងនៅពោធិ៍តុងកាយនៅ Shop Century ផ្ទាល់តែម្ដងហើយជាពិសេសទៅទៀតនោះគឺបងប្អូនអាចទិញតាមទូរស័ព្ទដៃក៏បានដែរលេខកណិកានារីអង្គរគឺ017 37 2000អរគុណ